ពេលនេះម៉ោងនេះឥឡូវនេះតែហ៊ានថៃនៅតាមបន្ទាត់ព្រំដែនកំពុងតែវិទីកំពុងធ្វើសកម្មភាពយ៉ាងកក្លិននៅលើដីខ្មែរស្របពេលដែលខ្មែរមួយចំនួនកំពុងតែវែងញែករឿងគ្រូពេទ្យលុបវីដេអូចេញពីបណ្ដាញទំនាក់ទំនងសង្គមយ៉ាងភ្លុកទឹកភ្លុកដីបញ្ហាខាងក្រៅមិនទាន់បានដោះស្រាយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតចេញសេចក្តីប្រកាសម្សិលមិញក្រសួងស្ថាប័នប្រជាជនជាច្រើនគ្រប់គ្រងសេចក្តីប្រកាសកម្ពុជាមិនទាន់ទទួលបានសេចក្តីសុខកម្ពុជាមិនទាន់ទទួលបានសន្តិភាពពេញលេញក្រោយពីការឈ្លានពានរបស់យោធាថៃមកលើកម្ពុជាឆ្នាំ2025បងប្អូនជនភៀសសឹកនៅតាមផ្ទះបណ្ដោះអាសន្ននៅឡើយទេជួមុខមិនទាន់បានជួបជុំប្រពន្ធកូននៅឡើយទេអំពីវិនិយោគបងប្អូនទាំងអស់គ្នាដាស់ស្មារតីជាតិឡើងវិញរំលឹកឡើងវិញរឿងឈឺចាប់ជាច្រើនយើងអត់ទាន់ត្រូវបានដោះស្រាយទេកុំចំណាយពេលវែងញែកទៅលើរឿងដែលខ្មែរគ្នាឯងឲ្យបែកបាក់សាមគ្គីជាតិខ្មែរគ្នាឯងនីតិវិធីរបៀបហើយខ្ញុំជឿថាគាត់ក៏បានចេញបកស្រាយឲ្យដែរកុំឲ្យមានការភ័ន្តច្រឡំរំលឹកសារជាថ្មីថាកម្ពុជាត្រូវការសន្តិភាពកម្ពុជាគោរពច្បាប់អន្តរជាតិគ្រប់ផែនទីដែលបន្សល់ទុកពីបារាំងសៀមកម្ពុជាមិនដែលទទួលស្គាល់ការវិទីយកទឹកយកដីដោយបិទដាក់លបងបន្លានលួសដោយប្រើកម្លាំងកម្ពុជាមិនទទួលស្គាល់ដាច់ខាតកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការគោរពតាមច្បាប់អន្តរជាតិកម្ពុជាស្រែករកយុត្តិធម៌ប្រជាជនកម្ពុជាត្រូវតែនៅជាមួយនឹងបញ្ហានេះឲ្យបានជាប់លាប់កម្មវិធីដាស់ស្មារតីទើបបានបញ្ចប់រំលឹកដល់កូនខ្មែរឲ្យចេះឈឺចាប់ឲ្យបំលែងការឈឺចាប់ទៅជាធម្មពលពង្រឹងសមត្ថភាពប្រឹងប្រែងបន្តជាមួយនឹងរាជរដ្ឋាភិបាលជាមួយនឹងបងប្អូនវរៈកងទ័ពជាមួយនឹងបងប្អូនជនភៀសសឹកធ្វើយ៉ាងណាឲ្យពួកគាត់ឆាប់បានវិលត្រឡប់ទៅលំនៅឋានរបស់ពួកគាត់វិញកម្ពុជានៅតែស្វាស្វែងដើម្បីរកដំណោះស្រាយដោយសន្តិភាពដោយមិនមានការបង្ហូរឈាមដូច្នេះហើយក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូបសូមអំពាវនាវបងប្អូនទាំងអស់បន្តស្មារតីរួបរวมសាមគ្គីកុំយកខ្មែរណាមួយធ្វើជាសត្រូវកុំវែកញែករឿងខ្មែរឲ្យបែកបាក់ផ្ទៃក្នុងរហូតទៅឲ្យយើងបែកបាក់បាត់បង់សាមគ្គីភាពបាត់បង់សាមគ្គីភាពរឿងសំខាន់ធំជាច្រើនដែលពាក់ព័ន្ធជាមួយនឹងទឹកដីពាក់ព័ន្ធជាមួយប្រទេសជាតិយើងត្រូវតែចូលរួមឲ្យបានសស័កសស្រាំចង្កឹះមួយបាច់ទីកាច់មិនបាក់កម្ពុជាមានប្រវត្តិឈឺចាក់ដោយសារតែការបែកបាក់ផ្ទៃក្នុងនេះហើយទើបធ្វើឲ្យជាតិសាសន៍ដទៃប្រមាថមើងងាយជន់ឈ្លីកម្ពុជាជន់ឈ្លីដូនតាកម្ពុជាដល់ពេលដែលកម្ពុជាត្រូវខំប្រឹងយុវជនកម្ពុជាត្រូវខំប្រឹងរៀនសូត្រចំណេះជំនាញអេយ៉ាប័តសិលធម៌សង្គមជាមួយនឹងប្រមុខថ្នាក់ដឹកនាំកម្ពុជាយុវជនកម្ពុជាដែលជាធម្មពលដ៏ខ្លាំងក្លារបស់កម្ពុជាត្រូវតែខ្លាំងត្រូវតែពូកែហើយត្រូវតែចូលរួមដើម្បីឈ្មោះទៅខុសវិស័យ2050ដើម្បីឈ្មោះទៅកម្ពុជាមានធនធានសុទ្ធតែពូកែហើយមានសមត្ថភាពពិតប្រាកដជាចុងក្រោយរឿងដែលយើងមិនគួរវែកញែកច្រើនគួរតែរំលាក់ចោលបន្តស្មារតីជួយជ្រោមជាតិខ្មែរឲ្យកាន់តែខ្ពស់